ស្ដីដល់អ្នកគ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃហ្នឹងយើងមកតវីដេអូយើងគឺភាគ3តទៅនឹងការប្រើប្រាស់ទៅលើ format theme អញ្ចឹងថ្ងៃហ្នឹងខ្ញុំលើកមួយចំណុចទៀតមកបង្ហាញគ្នាយើងគឺការ format ទៅតាម position ឬក៏ទៅតាមទីតាំងរបស់ cell តោះឥឡូវខ្ញុំទៅបញ្ចូលគ្នាយើងនៅលើ computer តែម្ដងអញ្ចឹងសម្រាប់ cell នីមួយដែលខ្ញុំកំពុងតែ select នេះគឺវាមាន4ទីតាំងអញ្ចឹងប្រសិនបើវាមាន4ទីតាំងយើងអាច format វាបាន4ដែរអញ្ចឹងណាអញ្ចឹងគឺទី1ទីតាំងទី1គឺផ្ទុកដោយចំនួនកុដសម្រាប់ទីតាំងទី2គឺផ្ទុកដោយចំនួនអវិជ្ជមានសម្រាប់ទីតាំងទី3គឺផ្ទុកលេខ0ហើយទីតាំងទី4គឺផ្ទុកទិន្នន័យជាតិចជាប្រភេទអក្សរអញ្ចឹងណាហើយសម្រាប់ទីតាំងនីមួយៗនិយាយទៅផ្ដាច់ពីទីតាំងមួយទៅទីតាំងមួយគឺខណ្ឌដោយ semicolon នេះខណ្ឌដោយ semicolon អញ្ចឹងឥឡូវខ្ញុំបង្ហាញគ្នាយើងកន្លែងនេះគឺខ្ញុំបានធ្វើការ format ហើយអញ្ចឹងបើខ្ញុំវាយលេខ0គឺខ្ញុំឲ្យចេញពាក្យ0តែម្ដងអូខេនេះអញ្ចឹងវាចេញពាក្យ0បើសិនបើខ្ញុំវាយចំនួនវិជ្ជមានអញ្ចឹងគឺខ្ញុំឲ្យវាដូរទៅពណ៌បៃតងហើយនឹងដាក់សញ្ញាដុល្លារពីក្រោយអូខេនេះឃើញអត់ប្រសិនបើខ្ញុំវាយអវិជ្ជមានវិញបើខ្ញុំវាយអវិជ្ជមានវិញគឺឲ្យវាចេញពណ៌ក្រហមហើយនៅក្នុងកញ្ចក់អូខេអញ្ចឹងណាអញ្ចឹងយើងនៅក្នុងខ្សែនឹងមួយប៉ុន្តែយើងអាច format បានច្រើនបាន4ទៅតាមទីតាំងរបស់វាអញ្ចឹងប្រសិនបើខ្ញុំវាយជាតិចនេះខ្ញុំវាយឈ្មោះខ្ញុំអញ្ចឹងវាចេញ format ផ្សេងអញ្ចឹងវាពណ៌ blue អញ្ចឹងណាអូខេតោះឥឡូវខ្ញុំទៅអនុវត្តបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមធ្វើការ format ទៅលើ cell ទាំងអស់នេះតែម្ដងអញ្ចឹងយើង select លើ cell ដែលយើងចង់ធ្វើការ format បន្ទាប់មកនេះយើងចុចមកកន្លែងនេះឬក៏គ្នាយើងអាចចុច shortcut control 1ក៏បានដែរអូខេអញ្ចឹងយើង select មក custom អញ្ចឹងមិញខ្ញុំចង់បានទីតាំងទី1ទីតាំងទី1គឺជាចំនួនវិជ្ជមានអញ្ចឹងវិជ្ជមានគឺខ្ញុំចង់ដាក់ពណ៌បៃតងគឺ green អញ្ចឹងយើងដាក់ពណ៌មកមុនមកតមកយើងបិទគ្នាវិញសម្រាប់ដាក់ពណ៌គឺយើងដាក់ប៉ុណ្ណឹងបន្ទាប់មកទទួលតម្លៃលេខអញ្ចឹងទទួលតម្លៃលេខអូខេអញ្ចឹងនេះគឺវាទទួលតម្លៃលេខហើយតមកខ្ញុំអាចដាក់សញ្ញាដុល្លារអញ្ចឹងដុល្លារខ្ញុំសូមដកគ្នាតិចដើម្បីឲ្យវាឃើញស្អាតអញ្ចឹងនេះគឺជាទីតាំងទី1វាផ្ទុកនៅចំនួនកុដអញ្ចឹងណាអញ្ចឹងគឺវាតាមលំដាប់វាអញ្ចឹងតមកផ្ដាច់ដោយ semicolon ពីទីតាំងមួយទៅទីតាំងមួយអញ្ចឹងអានេះទីតាំងទី2គឺជាចំនួនអវិជ្ជមានអញ្ចឹងចំនួនអវិជ្ជមានខ្ញុំចង់ឲ្យចេញពណ៌ក្រហមអញ្ចឹងយើងវាយពណ៌មក red មកបន្ទាប់មកគឺយើងបើកវងចោលឲ្យវាចេញនៅក្នុងវងកញ្ចក់គឺអញ្ចឹងនេះគឺជាការទទួលតម្លៃលេខអូខេអញ្ចឹងខ្ញុំបិទវងកញ្ចក់វិញអញ្ចឹងខ្ញុំដាក់ semicolon មួយទៀតអញ្ចឹងបន្ទាប់មកគឺទីតាំងទី3អញ្ចឹងទីតាំងទី3គឺផ្ទុកលេខ0អញ្ចឹងគឺខ្ញុំសុំដាក់ពាក្យ0តែម្ដងតែខ្ញុំបានដាក់ពណ៌ណាអញ្ចឹងឲ្យវាចេញពណ៌ខ្មៅធម្មតាតោះមកខ្ញុំដាក់ semicolon មួយទៀតអញ្ចឹងគឺវាចូលមកដល់ទីតាំងទី4អញ្ចឹងទីតាំងទី4គឺខ្ញុំចង់បាន blue ពណ៌ blue តបមកគឺសម្រាប់ទទួលតិចគឺសញ្ញា add សញ្ញា add គឺសម្រាប់ទទួលជាប្រភេទតិចជាប្រភេទអក្សរហ្នឹងសញ្ញាលេខ0គឺទទួលទិន្នន័យជាលេខហើយត្រង់ជ្រុងក៏ទទួលទិន្នន័យជាលេខដែរអូខេអញ្ចឹងឥឡូវយើងបានប៉ុណ្ណឹងយើងចុចអូខេតបមកឥឡូវយើងទៅតែទាំងអស់គ្នាឥឡូវឧទាហរណ៍ខ្ញុំដាក់លេខ0អញ្ចឹងគឺវាចេញពាក្យ0តែម្ដងឥឡូវខ្ញុំដាក់ចំនួនវិជ្ជមានវិញអញ្ចឹងគឺវាចេញពណ៌ខៀវហើយមានសញ្ញាដុល្លារឧទាហរណ៍ឥឡូវខ្ញុំដាក់ចំនួនអវិជ្ជមានវិញអូខេនេះខ្ញុំដាក់ដកវិញអញ្ចឹងវាចេញក្រហមហើយនៅក្នុងវងកញ្ចក់ទៀតអញ្ចឹងខ្ញុំសូមមួយទៀតគឺខ្ញុំដាក់ជាប្រភេទតិចខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងគឺវាចេញពណ៌ blue អញ្ចឹងណាអញ្ចឹងគឺប្រសិនបើគ្នាយើងចង់ format ឬក៏ format ទិន្នន័យយើងឲ្យវាស្អាតអញ្ចឹងណាអញ្ចឹងក៏យើងអាចធ្វើតាមវិធីសាស្ត្រនេះបានដែរអញ្ចឹងនេះគឺយើងហៅថាគឺ format ទៅតាម position របស់ cell អូខេអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើគ្នាយើងមានចំណុចអីអាច comment ខាងក្រោមវីដេអូបានអូខេយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ